សួស្តីហ្វេនៗអ្នកនរក្នុងបណ្ដាញ Facebook បងប្អូនមកមើលនេះបងប្អូនណាទៅចិត្តញ៉ាំតារ៉េនខ្លះអូឥឡូវនេះដល់រដូវផ្លែតារ៉េនណាបងប្អូនរដូវតារ៉េនណាប៉ុន្តែគាត់ថាវាមិនទាន់ថោកខ្លាំងមែនទេណាហើយកុំនិយាយតារ៉េននេះមិនមែននៅស្រុកខ្មែរបងប្អូននៅតៃវ៉ាន់កោះតៃវ៉ាន់បងប្អូនហើយនៅតៃវ៉ាន់ឥឡូវតារ៉េនបងប្អូនឃើញគេដាក់លក់នៅស្រុកខ្មែរអញ្ចឹងគេដាក់លក់ដូចនៅស្រុកខ្មែរអញ្ចឹងគេដាក់ទាំងជួរមានថ្នាក់ទេហើយតារ៉េនហ្នឹងគេយកចេញបើមិនយកពីយួនក៏យកពីថៃដែរបងប្អូនហើយតារ៉េននៅនេះនិយាយទៅផ្អែមមកគេដូចនៅខ្មែរអញ្ចឹងគាត់ថាយើងវាមិនឆ្ងាញ់ដូចយើងបេះពីដើមពួកអីមកដាក់ពីថៃមកដល់នៅតៃវ៉ាន់វាយូរដែរណាបងប្អូនមិនមែនមិនមែនមួយថ្ងៃពីរថ្ងៃដល់ចំការគេដាក់តាមកប៉ាល់មកទឹកទៅពីទឹកចំការទៅមួយខែក៏មានដែរប៉ុន្តែអត់ដឹងគេវិចចាប់មិននៅតារ៉េនល្អដូចគេតំបេះមកថ្មីអញ្ចឹងណាហើយខ្ញុំទៅខ្មែរខ្ញុំអត់ដែរហ៊ានញ៉ាំតារ៉េននេះព្រោះវាក្តៅពេកដល់មកដល់ថៃវ៉ាន់ចង់ញ៉ាំប៉ុន្តែនេះខ្ញុំមកក្រៅតែទិញម្ដងមួយចំការទៅញ៉ាំម្នាក់ឯងញ៉ាំតារ៉េនមួយឃើញអញ្ចឹងតែញ៉ាំតារ៉េនមួយហើយបើរឿងបន្លែវិញបងប្អូនអូខ្វាកហ្មងបន្លែនៅតៃវ៉ាន់នេះខ្ញុំខ្វាកថាល្អមែនតើណាបន្លែគេនឹងប៉ិនដាំហើយនិយាយទៅថោកមកជុំឯងមិនថ្លៃទេហើយរឿងថាបន្លែញ៉ាំមកវាមានជាតិទឹកច្រើនវាអត់ខ្សោះហើយបន្លែនៅតៃវ៉ាន់គឺបន្លែដែលខែត្រជាក់គឺបន្លែល្អហើយញ៉ាំទៅវាទឹកច្រើនបើបន្លែខែក្តៅវារៀងរិចទេបងប្អូនរៀងរិចហើយស្ពូនអត់សូវឆ្ងាញ់ដូចបន្លែខែត្រជាក់ទេបើបន្លែខែត្រជាក់បងប្អូនអើយឆ្ងាញ់មែនតែនទឹកច្រើនហើយបន្លែល្អហើយថោកទៀតហើយកន្លែងដែលខ្ញុំធ្លាប់ទិញដូចយាយគាត់ដាក់លក់នៅដីលក់អីនឹងអាក្រាតាមលក់អីហ្នឹងគាត់លក់ស្ទឹកបន្លែហ្នឹងគាត់ដាំខ្លួនគាត់បងប្អូនមិនបន្លែគាត់ដាំផ្ទាល់ខ្លួនគាត់ហ្មងមិនមែនគាត់យកពីគេមកហ្នឹងបន្លែគាត់ដាំខ្លួនគាត់ហើយមើលទៅអូខ្ញុំខ្វះកោរឿងបន្លែហ្នឹងទៅផ្សារដងណាខ្ញុំនិយាយទៅពេលខ្ញុំដឹកកូនទៅរៀនហើយចិត្តថាអូញ៉ាំហ្នឹងអត់ចង់ទៅផ្សារទេចង់បកមកផ្ទះវិញប៉ុន្តែនឹកឃើញអីគាត់ទៅជីហូតដល់ពាក់កណ្ដាលផ្លូវអារម្មណ៍មិនដឹងដល់ណាថាចុះហើយចង់ថាទៅផ្ទះវិញមិនក៏ជីដល់ពាក់កណ្ដាលផ្លូវក៏ហួសទៅផ្សារហើយបន្លែវានៅពេញផ្ទះមានហើយហ្នឹងបងប្អូនក៏ឆ្លៀតគាត់ឆ្លៀតជីទៅដល់ផ្សារហ្នឹងជីកវលជីកលឹងជុំវិញផ្សារក៏បានមកស្បោងពីស្បោងនេះឃើញបន្លែវាល្អពេកត្រឹមមិនបានហើយនិយាយទៅនេះខ្ញុំចូលចិត្តហូបបន្លែជាងសាច់ហើយបើសាច់អត់ក៏បានដែរបើបន្លែអូខេខ្ញុំទិញយកមកខ្ញុំស្រោសវាជ្រលក់ទឹកត្រីធ្វើទៀតវាទឹកត្រីកពតណាខ្ញុំហៅទឹកត្រីកពតអ្នកខ្លះគេហៅទឹកត្រីកោះកុងចឹងណាដូចថាខេត្តនីមួយហៅខុសគ្នាបងប្អូននេះខ្ញុំហៅទឹកត្រីកពតអ្នកខ្លះគេហៅទឹកត្រីកោះកុងចឹងហើយយកមកប្រលក់សុំទៅបងប្អូនយកមកជ្រលក់ឆ្ងាញ់មែនតើហើយតាំងពីត្រីមានតាំងពីគេលក់មាន់អាំងមាក់អាំងហើយដូចជាកន្លែងគេលក់ប្រហិតលក់អីបងប្អូនហើយកន្លែងបើនិយាយទៅរឿងសាច់ក្រកស្អីកន្លែងដែលខ្ញុំថតហ្នឹងគឺមានកន្លែងក៏លក់សាច់ក្រកឆ្ងាញ់មែនទែនសាច់ក្រកហ្នឹងកាលខ្ញុំទៅខ្មែរក៏ខ្ញុំធ្លាប់ទិញយកទៅដែរបងប្អូនព្រោះអីសាច់ក្រកកន្លែងគាត់ហ្នឹងគឺឆ្ងាញ់អត់សូវខ្លាញ់ហើយហូបទៅមើលទៅវាមិនដូចកន្លែងគេផ្សេងញ៉ាំទៅមួយម៉ាត់សិតតែខ្លាញ់កន្លែងគាត់ឆ្ងាញ់មែនទែនហើយថោក1គីឡូតែ11000លុយខ្មែរណា1គីឡូនៅនេះសាច់ក្រកប៉ុន្តែថា1គីឡូស្រុកគេហ្នឹងគឺវាអត់បានពេញបងប្អូនអញ្ចឹងទៅវារៀងនេះដែរគីឡូសុកគេវាមិនដូចនៅស្រុកខ្មែរ12ខាំទេស្រុកគេបាន16ខាំទេ1គីឡូសុកគេនឹងវាខ្លះគីឡូសុកខ្មែរអញ្ចឹងណាហើយនិយាយតែបើឃើញទិដ្ឋភាពផ្សារនៅក្នុងវត្តហ្នឹងបងប្អូនគាត់ឃើញខ្ញុំជិះចុះជិះឡើងថតឲ្យបងប្អូនមើលអូយគាត់ឃើញហ្នឹងគឺខ្វាករឿងបន្លែហ្នឹងហ្មងខ្ញុំអត់មានទេគឺខ្វាកបន្លែហ្នឹងហ្មងបន្លែគាត់ខ្ញុំជិះកាត់មុខមិនបានទ្រាំបានបងប្អូនបន្លែ